បាទសួស្តីបងប្អូនទាំងអស់គ្នាដោយមានការសនំពរពីបងប្អូនថ្នាក់តូចចង់រៀនកុំព្យូទ័រពីរបៀបបង្កើតតារាងនៅក្នុង Microsoft Word បាទអញ្ចឹងបងប្អូនធ្វើការសនំពរមកកាន់គ្រូមិនអញ្ចឹងគ្រូនឹងរៀបចំអឺធ្វើតារាងមួយឲ្យបងប្អូនណាដោយសារមានការសនំពរហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាលោកគ្រូអឺបើក Microsoft Word មួយបាទនៅលើកុំព្យូទ័រយើងបើសិនជាមាននៅលើកុំព្យូទ័របងប្អូនអាចចុច2ប៉ឹកមកតែបើនៅផ្នែករបស់ក្រោមនេះបងប្អូនចុចតែ1ប៉ឹកទៅបានហើយបាទនេះគឺអក្សរ W បាទ Word ហ្នឹងបាទបន្ទាប់មកបងប្អូនឃើញបែបនេះគេដាក់ថា blank document អញ្ចឹងបងប្អូនចុចលើហ្នឹងមកប៉ឹកមកបាទបន្ទាប់មកពេលដែលចេញតារាងបានបែបប៉ុណ្ណេះហើយបងប្អូនរៀបចំក្បាលហ្នឹងតើបងប្អូនគួរដាក់អក្សរប្រភេទណាប្រភេទអក្សរតូចឬក៏អក្សរធំអញ្ចឹងដើម្បីវាអក្សរទៅប្រភេទអក្សរនឹងបានបងប្អូនត្រូវជ្រើសរើសបាទ font ថាតើ font ហ្នឹង font អីដែលសរសេរទៅមើលទៅវាសមបាទអញ្ចឹងដើម្បីបដូរ font បានបងប្អូនមើលកន្លែង home បន្ទាប់មកមើលកន្លែងនេះកន្លែង font នេះកន្លែង font នេះអញ្ចឹងបងប្អូនចុចលើប៊ូតុងហ្នឹងមកបន្ទាប់មកបងប្អូនរើសយកអក្សរមានថានេះជួរនេះគឺអក្សរ C បាទអញ្ចឹងបាទ C ហើយ B អញ្ចឹងបងប្អូនចុចដល់អក្សរ K អញ្ចឹងបងប្អូនចុចម៉ៅឆ្វេងឲ្យជាប់មកអូសមកបងប្អូននឹងឃើញអក្សរ K នេះសុទ្ធតែជា font ខ្មែរបាទបងប្អូនចង់យកអក្សរមួយណាក៏បានដែរអញ្ចឹងសម្រាប់លោកគ្រូធ្វើវីដេអូនេះគឺលោកគ្រូយកខ្មែរអូស្មូឡៃបាទអញ្ចឹងគ្រូទៅសេក្បាលលើបន្តិចសិនដើម្បីឲ្យមើលទៅវាសមបាទព្រះរាជាណាចក្រកម្ពុជាជាតិព្រះមហាក្សត្របាទអញ្ចឹងបានប៉ុណ្ណឹងហើយបងអូនដាក់កន្លែងនេះតិចមកបាទដាក់វិទ្យាល័យអីចឹងទៅបាទអាស្រ័យលើបងអូនស្រឡាញ់បាទបន្ទាប់មកបងអូនអាចទៅសេកន្លែងនេះដាក់អក្សរអីគេដាក់ទៅបាទសថិតិអីចឹងមកបាទឆ្នាំសិក្សា2026ចឹងទៅបាទនេះគ្រាន់តែជាការកំណត់ឲ្យបងប្អូនមើលទេបាទបន្ទាប់មកដោយសារអក្សរនេះវាឃ្លាតអញ្ចឹងបងប្អូនអាច select វាទាំងអស់បាទ select វាទាំងអស់ចេះមកបាទចុចម៉ៅឆ្វេងឲ្យជាប់ចុចពីលើមកបាទចុចពីលើចូលមកម្ដងទៀតចុចម៉ៅឆ្វេងឲ្យជាប់សកាត់គុំលែងដៃហើយអូសចុះមកក្រោមបាទហ្នឹងវិធីទី1វិធីទី2ដោយសារអក្សរតិចបែបហ្នឹងលោកបងប្អូនចុចពាក្យ control អក្សរ A បាទវាចេញមកដូចគ្នាបន្ទាប់មកបងអូនចុចកន្លែងពាក្យ home ហើយមកមើលនៅផ្នែកបាទខាងក្រោមគេដាក់ថា line and paragraph spacing អញ្ចឹងនៅកន្លែងនេះបងអូនមើលទៅចុចលើនឹងមកប៉ឹកមកបងអូនយកលេខ1វាគៀកបាទឲ្យវាគៀកគ្នាបន្តិចមកបន្ទាប់មកដោយសារវាអត់តន់គៀកទេអញ្ចឹងបងអូនចុចម្ដងទៀតបាទនេះបងអូនមើលសញ្ញានេះគេដាក់ថា remove space after paragraph អញ្ចឹងបងអូនចុចលើនឹងមកបាទចុចលើនឹងទៅឃើញថាវាគៀកចូលគ្នាអញ្ចឹងបងអូនអាចឲ្យ font ហ្នឹងវាតូចបន្តិចអាចយកត្រឹម14ឬក៏12អញ្ចឹងទៅបាទពេលដែលបានប៉ុណ្ណេះហើយបងអូនអាចទៅសេស្អីមួយអញ្ចឹងនៅលើហ្នឹងក៏បានឬក៏មិនបាច់ចាំទៅសេក៏បានដែរអ្វីដែលចង់បានគឺបងអូនចង់បង្កើតតារាងអញ្ចឹងដើម្បីបង្កើតតារាងបានបងអូនត្រូវមកសម្លឹងមើលផ្នែកខាងលើនេះអញ្ចឹងពេលដែលចង់បង្កើតតារាងបងអូនត្រូវយកពាក្យថា insert នេះ insert បន្ទាប់ពីចិត្ត home មកគឺ insert បងអូនចុចលើ insert មកប៉ឹកមកបន្ទាប់មកនៅចិត្តហ្នឹងគឺបងអូននឹងឃើញមានពាក្យថា table នេះ table នេះមិនមែនបកថាតុទេគឺយើងបកថាតារាងបាទនេះតារាង table នេះយើងបកថាតារាងអញ្ចឹងបងអូនចុចលើនឹងមកប៉ឹកមកបាទបន្ទាប់មកបងអូនអាចជ្រើសរើសការ៉េនៅផ្នែកខាងលើនេះក៏បាននេះបាទការ៉េនៅផ្នែកលើនេះក៏បានឬក៏បងអូនចូលទៅកន្លែងនេះ insert table ក៏បានដែរណា
ចូលក្នុង insert table ក៏បានដែរអញ្ចឹងបងអូនកំណត់ទៅតើជួរឈរបងអូនយកប្រមាណជួរដេកបងអូនយកប្រមាណអញ្ចឹងឧទាហរណ៍ថាជួរឈរ5ជួរដេក5អញ្ចឹងបងអូនអូខេមកនោះវានឹងបានជួរឈរ5ជួរដេក5នឹងវិធីទី1វិធីទី2បើសិនជាបងអូនថាខ្ជិលចូលយកអាហ្នឹងអញ្ចឹងយើង insert table បងអូនយកនេះមក2 3 4 5ចុះមកក្រោមទៀតមក2 3 4 5ឃើញទេបានដូចគ្នានេះគឺជាការបង្កើតតារាងនៅក្នុងWord បាទដែលបងប្អូនបានសំណូមពរមកកាន់លោកគ្រូអញ្ចឹងវីដេអូគឺមានតែប៉ុណ្ណឹងគឺសម្រាប់ឲ្យបងប្អូនយកទៅមើលហើយនឹងអនុវត្តបានអញ្ចឹងសូមអរគុណ